បាទដោយសារតែខ្ញុំទើបតែ restore update កន្លែងការងារថ្មីពុកម៉ែបងប្អូនអញ្ចឹងមើលទៅយើងទលាយជាងមុនហើយខ្ញុំថតជូនពុកម៉ែបងប្អូនឲ្យបានឃើញពីទីធ្លាដែលខ្ញុំទើបតែ update ថ្មីបាទមានអារម្មណ៍ទទួលបានថា fresh ដោយសារតែយើងទើបតែ update ថ្មីកន្លែងការងារអញ្ចឹងទៅយើងទលាយស្រឡះដៃស្រឡះជើងក្នុងការធ្វើការបាទហើយក្រុមការងាររបស់ពួកយើងក៏កំពុងតែបំពេញភារកិច្ចរៀងខ្លួនបាទអ្នកដែលឡាំក៏គាត់ឡាំអ្នកដែលចងកម្មនិងឆ្លើយតបសារក៏គាត់ធ្វើកិច្ចការងារគាត់ហើយជាងក៏កំពុងតែកាត់ធ្វើអង្កម្មបន្តចឹងទៅហើយនឹងឆ្នៃបាទសម្រាប់ក្មួយខ្ញុំដែលទើបតែចេះឆ្នៃតិកតក់ហ្នឹងហើយមានទូបាទទូខ្ញុំឲ្យជាងផ្សារធ្វើជា3ជាន់បាទថ្មមិនតន់ជូនមកអស់ទេនៅខាងក្រៅទៀតដោយសារតែមិនតន់តនេគ្រប់គ្រាន់ពុកម៉ែបងប្អូនបាទរវល់ច្រើនដោយសារមានការកម្មង់ច្រើនពីភ្ញៀវពីម៉ួយបាទនេះក្មួយខ្ញុំបាទរៀនចូលមួយឆ្នាំជាងហើយឥឡូវនេះគឺប្រើការបានហើយបាទកំពុងតែឆ្នៃហ្គិចបាទឆ្នៃមូលគូតពេជ្របាទមុខពេជ្របាទមកពីរៀនក៏ឆ្លៀតមកឆ្នៃចឹងទៅមួយថ្ងៃរៀន2ពេលមួយខ្ញុំបាទមកពីរៀនឆ្លៀតទិញទួចចឹងទៅញ៉ាំបាយហើយក៏ទៅរៀនវិញចឹងទៅបាទមកវិញឆ្លៀតលេងហ្គេមលេងអីខ្លះចឹងទៅក៏មកជួយធ្វើការងារទិញទួចទៀតទៅបាទជួយជាដៃជាជើងហើយនេះកន្លែងការងារបងជាងបាទគឺគាត់កំពុងតែកាត់និលធ្វើជាងកម្មមាន8លីមាន10លីចឹងទៅតាមការកម្មង់របស់ភ្ញៀវបាទហើយចោលភ្នែកមើលទៅខាងនោះម្ដងបាទគឺជាអាទិះស្រុកខ្ញុំហៅអាទិះចឹងស្រុកពុកម៉ែបងប្អូនខ្លះហៅរទេះចឹងទៅបាទសម្រាប់អាទិះកាលពីសម័យមុនគឺពិតជាសំខាន់ចាំបាច់មែនទែនបាទមានអាទិះគឺយើងធ្វើដំណើរទៅទីឆ្ងាយបានដាក់គោទឹមឬក៏កបីអញ្ចឹងទៅជាការផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយឬក៏សម្រាប់ដឹកស្រូវពុកម៉ែបងប្អូនបាទឥឡូវនេះគឺចង់ដាច់ពូជអស់ហើយអាទិះបាទនៅមានតិចតួចទេពុកខ្ញុំគាត់ចេះតែរក្សាទុកទៅដើម្បីឲ្យចៅចំនួនក្រោយបានឃើញបានស្គាល់អាទិះនឹងមានរូបរាងយ៉ាងម៉េចនេះកន្លែងការងាររបស់គាត់បាទពុកខ្ញុំជាងធ្វើកបិតធ្វើបថៅពុកម៉ែបងប្អូនបាទកាលពីសម័យមុនគាត់គឺជាទាហានបាទធ្វើកបិតធ្វើបថៅនឹងទៅតាមបទបញ្ជាតាមកិច្ចការងារនៃកងទ័ពបាទគាត់ធ្វើអីផ្សេងអញ្ចឹងទៅតាមតម្រូវការដល់ពេលសម័យសង្គ្រាមពីមុននោះចប់ផុតទៅគាត់ក៏បង្កើតជាការដំដៃធ្វើកបិតធ្វើបថៅនឹងជាមុខរបរគាត់មួយក្នុងការបាទរកចំណូលប្រចាំថ្ងៃអញ្ចឹងទៅបន្ទាប់បន្សំពីការធ្វើស្រែចម្ការបាទអរគុណច្រើនពុកម៉ែបងប្អូន